ពិធីចែកអំណោយជូនគ្រួសារក្រីក្រចំនួន1គ្រួសារនាថ្ងៃសៅរ៍15កើតខែចេត្រឆ្នាំរោងឆស័កពុទ្ធសករាជ2568ត្រូវនឹងថ្ងៃទី12ខែមេសាឆ្នាំ2025និងជាថ្ងៃសីលពេញបុណ្យមីព្រះគ្រូមង្គលចូលទញ្ញាណផឹមញិលព្រះចៅអធិការវត្តឃ្លាំងបេងបានចែកអំណោយជូនដល់គ្រួសារក្រីក្រចំនួន1កន្លែងរស់នៅភូមិដងផ្អៅឃុំល្វែងឫស្សីស្រុកជីក្រែងខេត្តសៀមរាបក្នុងឱកាសបាំងស្កូលជូនដល់លោកអ្នកមានគុណរបស់ព្រះគ្រូមង្គលចូលទញ្ញាណផឹមញិលឧទ្ទិសជូនដល់លោកឪពុកផឹមនិងអ្នកម្ដាយសយព្រះគ្រូមង្គលចូលទញ្ញាណផឹមញិលព្រះតេជៈព្រះគុណក៏បានយកឱកាសនេះចែកអំណោយជូនគ្រួសារដែលមានជីវភាពខ្វះខាតចំនួន1គ្រួសារដើម្បីជួយកាត់បន្ថយភាពខ្វះខាតបានមួយរយៈផងដែរការចែកអំណោយនោះក៏មានការចូលរួមជាប្រាក់មួយចំនួនពីព្រះគ្រូសូត្រស្ដាំវត្តឃ្លាំងបេងលោកអាចារ្យគណៈកម្មការព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយបានធ្វើដំណើរមកដើម្បីចូលរួមបាំងស្កូលជូនដល់លោកអ្នកមានគុណរបស់ព្រះចៅអធិការវត្តឃ្លាំងបេងឆ្លៀតក្នុងឱកាសនោះទៀតព្រះគ្រូចៅអធិការវត្តក៏បានអរព្រះគុណនិងចម្រើនពរដល់ព្រះសង្ឃនិងពុទ្ធបរិស័ទដែលបាននិមន្តនិងអញ្ជើញមកចូលរួមបាំងស្កូលជូនដល់លោកឪពុកអ្នកម្ដាយរបស់ព្រះអង្គដើម្បីជាការឧទ្ទិសរលឹកដឹងគុណនិងធ្វើការចែកអំណោយក្នុងឱកាសនោះផងកន្លងមកវត្តឃ្លាំងបេងក៏តែងតែធ្វើការចែកអំណោយជូនដល់ពុទ្ធបរិស័ទដែលមានជីវភាពខ្វះខាតខ្លាំងជាច្រើនលើកច្រើនកន្លែងណាស់មកហើយដឹកនាំដោយព្រះគ្រូមង្គលចូលទញ្ញាណផឹមញិលព្រះចៅអធិការវត្តឃ្លាំងបេងដោយមិនគិតប្រកាន់ពណ៌សម្បុរជំនឿសាសនាឬនិន្នាការនយោបាយណាមួយឡើយសូមបញ្ជាក់ផងដែរថាអំណោយដែលបានយកមកចែកនេះគឺបានមកពីព្រះគ្រូចៅអធិការវត្តឃ្លាំងបេងដោយរួមមានគ្រឿងឧបភោគបរិភោគរួមមានអង្ករទឹកត្រីអំបិលស្ករសមុងភួយមីនិងប្រាក់ចំនួន150,000រៀលនិងប្រគេនប្រាក់ដល់ព្រះសង្ឃ20,000រៀលក្នុងមួយព្រះអង្គសរុបចំនួន30អង្គ